នេះគឺដំណាំនៅខាងមុខផ្ទះខ្ញុំមានច្រើនមុខច្រើនប្រភេទដែរបងប្អូនមានតាំងពីដើមស្វាយដើមខ្នោចាដើមទៀបបារាំងហើយដើមផ្សេងទៀតបងប្អូនច្រើនហើយដំណាំទាំងអស់នេះគឺខ្ញុំដាំដាក់លក់ចាហើយដោយសារតែខែល្ងាចឹងទៅខ្ញុំអត់បានដាក់លក់ទេហើយគូផ្សំនឹងវានៅដើមតូចដែរព្រោះនៅពេលដែលយើងលក់តូចចឹងក៏វាបានថោកបើសិនជាយើងលក់ដើមធំគឺវាបានថ្លៃចឹងថ្ងៃនេះគឺខ្ញុំកាត់មែកចាកាត់មែកស្វាយដោយសារតែវាដុះមកម្ដើមអត់មានមែកអត់មានអីចឹងយើងកាត់វាទៅហើយនៅពេលដែលវាចូលដល់រដូវក្តៅចាទាំងមែកស្វាយមែកខ្នោអីហ្នឹងគឺវាបែកមែកមកល្អនៅពេលដែលដំណាំយើងចាមានមែកល្អហើយមានសុខភាពល្អការលក់ក៏បានថ្លៃតាមនឹងដែរនិយាយទៅអានេះគឺជា hobby របស់ខ្ញុំទេបងប្អូនវាមិនមែនជាចំណូលយកមករោមកចាំឆ្នាំងបាយអីគឺមិនមែនទេដោយសារខ្ញុំស្រឡាញ់ហើយតនេក៏ចេះធ្វើទៅយ៉ាងទៀតក៏លុយតិចតួចដែរបងប្អូនណាចា